នឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីរបៀបក្នុងការធ្វើគីមជីឆ្ងាញ់បែបជនជាតិកូរ៉េផ្ទាល់តែម្ដងបញ្ជាក់របៀបនេះគឺខ្ញុំរៀនពីជនជាតិកូរ៉េហើយរសជាតិរៀងស្តៀងខ្មែររបស់យើងគ្រឿងផ្សំគឺហាក់ដូចជាច្រើនខ្ញុំរៀបរាប់ទៅដូចមិនអស់បងប្អូនអាចចូលទៅមើលនៅរូបភាពនៅក្នុង comment ខ្ញុំដាក់ជូនបងប្អូនតែម្ដងហើយសម្រាប់ម្ទេសដែលយើងធ្វើគីមជីហ្នឹងយើងយកម្ទេសម៉ត់ហើយនេះគឺម្សៅតំណើបដែលយើងកូរទុកឲ្យត្រជាក់ដើម្បីលាយគ្រឿងហើយនេះខ្ញីបងប្អូនណាហើយសម្រាប់ស្ពៃបូកគោគឺយើងប្រើ5គីឡូដើម្បីបង្ហាញជូនបងប្អូននេះសម្រាប់បងប្អូនដែលគាត់បានកំងឈុតសាច់អាំងសម្រាប់ថ្ងៃចុងសប្តាហ៍នេះក៏ដូចជាបងប្អូនដែលគាត់កំងគីមជីនេះគឺជាគីមជីដែលបងប្អូនបានពងមើលហ្នឹងបើសិនជាបងប្អូនកំងថ្ងៃហ្នឹងស្អែកគឺបានគីមជីហ្នឹងតែម្ដងយើងធ្វើបង្ហាញជូនបងប្អូនផងហើយយើងធ្វើសម្រាប់ត្រៀមសម្រាប់សាច់អាំងស្អែកផងអញ្ចឹងស្ពៃដែលយើងបានហាន់ជាដុំនេះបើសិនជាយើងកាត់ល្មមបងប្អូនមិនខ្លីមិនវែងទេហើយយើងយកទៅច្បល់មិនមែនច្បាច់ទេគឺច្បល់ជាមួយនឹងអំបិលទុករយៈពេលប្រហែលជា15នាទីយើងលាងរហូតដល់ស្ពៃនឹងទន់រហូតដល់ស្ពៃហ្នឹងគឺសាបវិញមិនប្រៃទេហើយយើងទុករហូតដល់ទឹកស្ងួតតែម្ដងស្រស់ទឹកអស់បើសិនជាតិចនិចកន្លែងនេះបើសិនជាបងប្អូនទុករហូតដល់មិនដាច់ទឹកគឺយើងយកទៅច្បល់គឺប្រហែលជាបែកពពុះនេះគឺជាតិចនិចហើយគ្រឿងផ្សំដោយសារខ្ញុំដាក់ជូនបងប្អូនទាំងអស់ប៉ុន្តែมันបានសម្រាយទេបែររូបភាពនិងវីដេអូគឺខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្រាន់តែការបញ្យលគឺមិនបានលម្អិតហើយកន្លែងនេះគឺយើងដាក់គ្រឿងទាំងអស់កូរជាមួយនឹងគីមជីហ្នឹងហើយយើងកូរជាមួយនឹងគ្រឿងផ្សំគីមជីនេះកូរច្បល់ការដាក់ស្ពៃខ្មៅនេះមានបងប្អូនខ្មែរយើងមួយចំនួនគាត់អត់សូវដាក់ទេប៉ុន្តែបើសិនជាជនជាតិកូរ៉េគាត់ធ្វើដើម្បីដាក់យកសោភ័ណភាពដែរនេះគឺជារបៀបដែលគាត់បង្ហាញយើងអញ្ចឹងឥឡូវនេះគឺគីមជីរបស់យើងគឺបានរួចរាល់ហើយបើសិនជាយើងទុកមួយសន្ទុះយើងអាចញ៉ាំបានហើយនេះគឺជាគីមជីដែលបងប្អូនទិញជាមួយនឹងឈុតសាច់អាំងឬបងប្អូនទិញជាគីឡូទៅគឺបានគីមជីបែបហ្នឹងឯងរសជាតិឆ្ងាញ់បងប្អូនគីមជីយើងធ្វើថ្មីរសជាតិមិនប្រៃមិនផ្អែមទេរៀងធ្ងន់ជាងជនជាតិកូរ៉េបន្តិចប៉ុន្តែឆ្ងាញ់សម្រាប់គីមជីនេះបើសិនជានិយមភាគច្រើនបច្ចុប្បន្ននេះគឺយើងញ៉ាំជាមួយនឹងសាច់អាំងត្រូវគ្នាតែម្ដងយើងញ៉ាំជាមួយសាច់អាំងឬក៏បងប្អូនដែលគាត់ចូលចិត្តគីមជីញ៉ាំជាមួយនឹងមីអីត្រូវមែនតែម្ដង